Ok, sựស្ដីអ្នកនរគ្នាថ្ងៃនេះយើងចូលមេរៀនបន្តទៀតតកតងមេរៀនទី1第一课មេរៀនទី1汉语拼音វិធីប្រកបភាសាចិនសឹងមូព្យញ្ជនៈថ្ងៃនេះខ្ញុំនឹងលើកយកព្យញ្ជនៈចំនួន4យកមកបង្រៀនអ្នកនរគ្នាអ្នកនរគ្នាអាចអានតាមខ្ញុំតថនលតទទួលបានថពិសេសននិយាយដាច់លរឹតឬក៏ទប់បន្ថែមមកទៀតខ្ញុំនឹងបញ្យល់តកតងនឹងការប្រើប្រាស់តព្យញ្ជនៈតថនលនឹងប្រើជាមួយនឹងស្រៈអាស្រៈអ៊ីស្រៈអ៊ូនិងស្រៈអឺនិងស្រៈអ៊ីអញ្ចឹងអ្នកនរគ្នាត្រូវចំណាំថាចំពោះអក្សរព្យញ្ជនៈតនេះគឺมันមានប្រើជាមួយនឹងស្រៈអ៊ីមាត់មូលទេនៅពេលដែលយើងអានគឺយើងកម្រនឹងជួបតដកស្រៈអ៊ីណាគឺទូតបូកស្រៈអ៊ូអញ្ចឹងអ្នកនរគ្នាអាចអានតបូកស្រៈអឺតបូកស្រៈអាតាទីទូតកតងនឹងថនេះក៏ដូចគ្នាគឺมันមានតែថបូកស្រៈអ៊ីធីទេគឺយើងមានថបូកស្រៈអ៊ូធូអញ្ចឹងអ្នកនរគ្នាអាចអានថថាធីធូព្យញ្ជនៈនតកតងនឹងព្យញ្ជនៈនគឺយើងមាន2អញ្ចឹងគេនឹងបង្រៀនយើងកុំឲ្យយើងច្រឡំគឺយើងត្រូវចំណាំនៅពេលនបូកស្រៈអ៊ីមាត់មូលគឺវាមានចុចហើយបើសិននបូកស្រៈអ៊ូគឺវាអត់មានចុចទេអញ្ចឹងយើងអានថាស្រៈអ៊ូអញ្ចឹងអ្នកនរគ្នាអាចអានននីណានីនូលក៏ដូចគ្នាអ្នកនរគ្នាត្រូវចំណាំតកតងលគឺយើងមាន2មួយគឺលបូកស្រៈអ៊ីមាត់មូលនិងលមួយបូកស្រៈអ៊ូប៉ុន្តែអធិស្ឋានដោយសារតែវាបាត់ព័ត៌មានវាត្រូវមានលបូកស្រៈអ៊ូមួយទៀតតែខ្ញុំអត់បានសរសេរចូលអធិស្ឋានផងចឹងអ្នកគ្នាអាចអានតាមខ្ញុំលលីឡាលលីអូខេអ្នកគ្នាថ្ងៃនឹងមេរៀនយើងមានរៀនតែប៉ុណ្្នឹងទេសង្ឃឹមតែអ្នកគ្នានឹងធ្វើការកំណត់ចំណាំជួបគ្នានៅមេរៀនបន្តទៀតអរគុណ